ចាសួស្តីបងប្អូនចាថ្ងៃនេះយើងមកតែងតាក់ទងទៅនឹង option ពិសេសដែលក្នុង MG 623ចាធ្វើបានណាបងប្អូនចាដែលបងប្អូនតែងតែចំណាំសួរនៅក្នុងចា promotion ថា MG 623ហ្នឹងចាចំណុចពិសេសរបស់វាអាច print ID card បានអត់អាកាតរឹងរឹងកាត់សម្គាល់ខ្លួនចាកាត់អត្តសញ្ញាណប័ណ្ណយើងចាកាត់សសចេះបងប្អូនចាកាត់ជួរចារឹងចាឥឡូវខ្ញុំមកតែចាស្រាយចម្ងល់នឹងទាំងអស់គ្នានោះចាសម្រាប់ថាអូអ្នកលក់ថា print បានចាក៏ប៉ុន្តែជាក់ស្ដែងចា print អត់បានអត់ទេចឹងណាចាអ្វីដែលខាង sale ចាបញ្ជាក់ជូនចាសិតតែ option មាននៅក្នុងម៉ាស៊ីនតែគាត់ថាពេលខ្លះយើងមានតម្រូវការពេលខ្លះយើងអត់ចឹងណាចានេះចាអានេះនៅពេលដែលយើងចាកំណត់ option ចានៅលើ computer ហើយចាគឺយើងដាក់ print តែម្ដងចានេះខ្ញុំគ្រាន់តែបង្ហាញតាក់ទងសមត្ថភាពของម៉ាស៊ីនណាចាអញ្ចឹងយើងទាញចាកលឺ ID card របស់វាមកចាបន្ទាប់មកយើងដាក់ចាបែបហ្នឹងមកណាចាដាក់បែបហ្នឹងមកចាអានេះយើងត្រេរបស់វាចាយើង print ម្ដងបាន2កាតដាក់ឆ្វេងស្ដាំក្លាប់ដៃខ្លួនឯងបានណាចាប៉ុណ្ណឹងហើយយើងចុចប៊ូតុងអូខេវាចាប់ផ្ដើមចា processing ហើយ processing គឺវាចាចាប់ផ្ដើមចាទទួលទិន្នន័យពីខាង computer ដែលយើងកំណត់មកណាបងប្អូនចាហើយបន្ទាប់មកគឺវាចាប់ផ្ដើមចាទាញចាត្រេហ្នឹងចាដើម្បី print ទិន្នន័យដែលយើងចាបញ្ជាមកអញ្ចឹងណាចានេះបងប្អូនចានេះតើតងទៅនឹងចាគុណភាពនៃការចា print ជាក់ស្ដែងណាចានេះចាគុណភាពរបស់គេចាគឺ print មកចា smooth រើហ្មងចាអត់មានថាអូបតេបតាអីចាអត់ smooth អត់អីទេចាបងប្អូនចាដែលមានតម្រូវការតាក់ទងទៅនឹងការងារហ្នឹងចាគឺអាចទិញជើងត្រេចាហើយនឹង PVC កាតចាខាងយើងបានណាចាយើងមានលក់ជា set ណាចានេះតាក់ទង PVC កាតរបស់យើងនាំចូលមកចា work ខុសលើពពួក MG នឹងតែម្ដងអញ្ចឹងណាចាពពួកប្រើទឹកអញ្ចឹងណាចាគឺចា print មកគឺចាហាប់ណែនអញ្ចឹងតែម្ដងចានេះគឺយើងចង់ print ពពួក ID កាតការសម្គាល់ខ្លួនសិស្សបុគ្គលិកចាតាក់ទងទៅនឹងចាពពួក copy អត្តសញ្ញាណប័ណ្ណផ្សេងៗអញ្ចឹងណាចាកាតបោសកាតអីផ្សេងៗអញ្ចឹងណាបងប្អូនចានេះចាចាំបងប្អូនមានតម្រូវការចាវឺតឡើងណាចាអរគុណច្រើន